ថ្លែងអំពីនាងនារីដែលជាកូនមេភូមិប្រមាណមួយសប្តាហ៍កន្លងទារិកាតូចក៏បានចាប់កំណើតមកដំណើរគ្នានៅក្នុងពេលនោះដែរនាំឲ្យមានការព្រួយបារម្ភទ្វេដងចំពោះស្ថានភាពនៅចំពោះមុខក្នុងភូមិប្រដូចបានទៅនឹងស្ថានរੂចំពោះអ្នកដែលបានឆ្លងជំងឺពិតពោពេញទៅដោយសម្រែកស្រែកទ្រហោយំព្រោះពិបាកទៅនឹងទ្រាំការឈឺចាប់ដំបៅរមាស់ខ្លាយរលាករោលរៀលដាលតាំងពីក្បាលដល់ចុងជើងអ្នកខ្លះដល់ថ្នាក់ដើរលេងរួចបានត្រឹមដេកស្ដោកស្ដឹងនៅជាប់មួយកន្លែងអ្នកខ្លះធ្ងន់ធ្ងរមែនទែនរហូតដំបៅជ្រុះអស់សក់នៅសល់តែលលាក្បាលខ្លួនប្រាណស្គមស្គាំងសល់តែស្បែកដណ្ដប់ឆ្អឹងប៉ុន្តែក៏នៅតែមានគ្រួសារខ្លះតស៊ូខំប្រឹងចេញទៅស្វះស្វែងរកអាហារឬឈើថ្នាំសង្កូវដើម្បីបានបន្តរស់ហើយអ្នកខ្លះក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងព្រៃនោះតែម្ដងបន្សល់នៅតែកូននិងប្រពន្ធដេករងចាំវិលត្រឡប់វិញរៀងរាល់ថ្ងៃរៀងរាល់វេលាយប់ធ្លាប់ជាឱកាសសប្បាយរំច្រៀងជុំវិញភ្នក់ភ្លើងក្រោមពន្លឺព្រះច័ន្ទឥឡូវភ្លើងក៏បែរមកប្រើដើម្បីបង្កដុតរាងកាយសាកសពដែលបានស្លាប់ច្រើនទៅស្ទើរតែគ្រប់ទីកន្លែងស្ថិតនៅតាមច្រកផ្លូវនីមួយកាលបើឃើញមានជនណាចង់រត់ចាកចេញគេនឹងត្រូវបានហាមឃាត់ឬប្រើហិង្សាដោយឥតញញើតដៃពីសំណាក់ក្រុមអាក្រក់ដែលបានបំបែកខ្លួនចេញជាបណ្ដានៅតំបន់ផ្សេងមួយទៀតហើយពេលខ្លះក៏ត្រូវបានសម្លាប់ចោលតែម្ដងក្រោមហេតុផលថាខ្លាចឆ្លងទៅមនុស្សជាខាងក្រៅហេតុនេះទើបគ្មានជំរឿរាល់អ្នកដែលកើតមានជំងឺគឺមានតែទ្រាំរស់នៅក្នុងភូមិកំណើតដែលកំពុងវិវត្តទៅជាស្ថានរូបបណ្ដាព្រលឹមព្រឹកមួយបានមកដល់ថ្ងៃក្រហមរះពប្រាស់ចុងឈើក្នុងភូមិហាក់ប្រែជាស្ងប់ស្ងាត់លែងសូវមានមនុស្សធ្វើដំណើរយល់តែសំណល់ផ្សែងភ្នក់ភ្លើងហុយអណ្ដែតរសាត់វិលវល់ចេញពីតាមមុខផ្ទះនីមួយខ្យល់បក់ផាត់នាំក្លិនស្អុយឆ្អេះឆ្អាបនៃហ្វូងរុយដែលកំពុងតែរួមតោងសាកសពទើបនឹងស្លាប់ដេកផ្កាប់មុខថ្មីសពខ្លះបានវិវត្តទៅជាហើមរលួយរលេះអស់សាច់ដៃជើងយល់តែប្រឡងមុខខ្មៅរលភ្នែកលៀនចេញមកក្រៅតាក់ទាញដល់ហ្វូងថ្មាត់ជាច្រើនក្បាលស្រែកហើរឆ្វែលសំឡឹងចុះឡើងឯលើមេឃសាកសពខ្លះដល់ថ្នាក់ប្រេះពោះឃ្លីពូវៀនចេញមកខាងក្រៅបានឱកាសសត្វនៅក្នុងព្រៃក្បែរលោបលួចចូលមកខំហែកពំស៊ីម្ដងម្កាលនាវេលាយប់ជ្រៅលុះភ្លឺឡើងក៏យល់តែស្រមោចខ្មៅវាតោងស៊ីចូលតាមប្រឡោះមាត់ត្រចៀកភ្នែកគួរជាទីសង្វេគពេកក្រៃក្លិនអាសោចបានសាយភាយស្ទើរតែគ្រប់ទីកន្លែងស្របពេលដែលមនុស្សទាំងចាស់ទាំងក្មេងកាន់តែខ្សោយកម្លាំងពីមួយថ្ងៃទៅមួយថ្ងៃចំណីអាហារក៏កាន់តែខ្សត់សមាជិកគ្រួសារក៏លែងមានអ្នកណាអាចចេញទៅរកចំណីថ្ងៃណាក៏ឃើញតែដេករាងកាយស្គមស្គាំងរីងរៃហាក់ដេករងចាំតែថ្ងៃស្លាប់នឹងចូលមកដល់តាមផ្ទះនីមួយឮតែសំឡេងស្រែកយំដោយអាការៈឈឺចាប់និងការស្រែកឃ្លានរហូតមានគ្រួសារខ្លះបានបង្ខំចិត្តសម្លាប់សត្វចិញ្ចឹមខ្លួនឯងដើម្បីយកទៅធ្វើម្ហូបចំអែតក្រពះបានមួយពេលទឹកស្ទឹងបឹងអូក៏បានប្រែពណ៌ទៅជាខ្មៅកខ្វក់ដោយសារមានសាកសពស្លាប់ហើមអណ្ដែតស្ទើរតែគ្រប់ទីកន្លែងលែងមានអ្វីអាចផឹកបានគ្រប់គ្រាន់ម្នាក់បន់ស្រន់ឲ្យតែមេឃធ្លាក់ភ្លៀងមកឆាប់រាងកាយសាច់ស្បែកម្នាក់ភាគច្រើនពោពេញទៅដោយដំបៅកន្ទួលរមាស់ដែលបានឆ្លងទៅវិញទៅមកយ៉ាងលឿនបំផុតពីសមាជិកនៅក្បែរហើយក៏គ្មានថ្នាំណាអាចព្យាបាលឲ្យអន់ថយដែរគឺមានតែការឈឺចាប់ខ្លាំងទៅដោយដឹងច្បាស់អំពីមហន្តរាយនៃភូមិស្ថានលោកឪពុកក៏បានរកវេលាហៅកូនមកជួបជុំដើម្បីរកឧបាយនិងចេញចាកឲ្យបានលឿនបំផុតទាន់នៅមានពេលប៉ុន្តែដោយសារច្រកចេញចូលក៏តែងមានការយាមកាមយ៉ាងម៉ត់ចត់ទើបឪពុកនោះសម្រេចឲ្យអ្នកទាំងពីរបានចេញចាកទៅចុះដោយគាត់សុខចិត្តបន្តនៅទីនោះដើម្បីបង្ការកុំឲ្យមានការសង្ស័យ
ព្រោះប្រសិនបើមានគេដឹងថាមានអ្នកភូមិរូបណាចង់រត់គេចគេនឹងសម្លាប់ចោលតែម្ដងនាងជាកូនបានបដិសេធនៅក្នុងគំនិតនោះនឹងបានខឹងសម្បាយំសោកមិនស្ដាប់តាមពាក្យនរណានិយាយទាំងអស់គឺសុខចិត្តនៅរស់ស្លាប់ជាមួយគ្នាដោយមិនរត់គេចទៅណាឡើយប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយឪពុកក៏បានព្យាយាមពន្យល់ប្រាប់ទៅនាងបន្តិចម្ដងថាកូនស្រីជាទីស្រឡាញ់ឪពុកឧបសគ្គលើកនេះពិតធំធេងណាស់ពុំអាចនឹងគេចរួចឡើយហេតុនេះហើយចូលកូនស្ដាប់បង្គាប់តាមជាដាច់ខាតឪពុកចាស់ហើយមិនយូរទៀតឡើយក៏គង់នឹងផុតសង្ខារទៅយ៉ាងប្រកបជីវិតពុកពិតងាយនឹងរលត់រួមអាស្រ័យនឹងជំងឺជាប់ប្រាណម្យ៉ាងឪពុកក៏បានស្ងប់សុខកាលបើដឹងថាពួកកូនមានសុវត្ថិភាពអតីតកាលឪពុកធ្លាប់បាត់បង់នៅមនុស្សជាទីស្រឡាញ់បែបប្រហែលជាកម្មពីជាតិមុនបានវិលត្រឡប់មកខ្លួនវិញទើបក្នុងជាតិនេះជួបតែសុខបានត្រឹមតែពាក់កណ្ដាលជីវិតច្រើនថ្ងៃបន្តឪពុកក៏បានដាច់ចិត្តសារភាពរៀបរាប់ប្រាប់អំពីរឿងរ៉ាវគ្រប់សពបែបយ៉ាងដែលធ្លាប់បានសាងរួមជាមួយនឹងម្ដាយកាលនៅមានជីវិតលោកក៏បានប្រាប់អំពីក្តីប្រាថ្នាចង់ឲ្យកូនបានចេញចាកផុតពីទីនេះដើម្បីទៅរស់នៅឯពិភពខាងក្រៅដែលជាទីពិតមានការរីកចម្រើនសេរីភាពមានចំណេះដឹងយ៉ាងពិតប្រាកដលោកក៏បានប្រាប់អំពីច្រកផ្លូវសម្ងាត់ផ្សេងដែលអាចឲ្យពួកគេគេចខ្លួនចេញទៅបានប៉ុន្តែក៏ត្រូវប្រថុយប្រថាននឹងគ្រោះថ្នាក់ជាច្រើនដែលពិតនឹងអាចកើតមានគ្រប់ពេលវេលាជាពិសេសនៅតាមតំបន់ដែលមានដុះនៅបណ្ដារុក្ខជាតិពុលហើយកាន់តែផ្សងនឹងគ្រោះថ្នាក់បំផុតនោះគឺពួកគេចាំបាច់ត្រូវតែដើរចូលវាងកាត់ទៅក្នុងផ្នែកខ្លះនៃព្រៃអាថ៌កំបាំងនោះទើបអាចមានផ្លូវចេញទៅក្រៅបានហើយដើម្បីសុវត្ថិភាពគាត់ក៏បានប្រាប់យ៉ាងលម្អិតអំពីភូមិសាស្ត្រច្រកសម្គាល់ដែលពួកគេអាចនឹងដើរទៅជៀសផុតពីគ្រោះថ្នាក់ពេលវេលាក៏បានមកដល់តាមកាលកំណត់ទាំងពីរនាក់ប្រពន្ធប្តីរួមនឹងកូនក៏បានលាបែកពីឪពុកទៅទាំងទឹកភ្នែកជាពិសេសនាងជាប្រពន្ធគឺនៅតែយំសឹងតែខ្សោះពីខ្លួនព្រោះដឹងច្បាស់ថានឹងគ្មានថ្ងៃណាបានវិលត្រឡប់មកជួបគ្នាវិញឡើយយប់នោះភ្លៀងខ្យល់បោកបក់ខ្លាំងគួរឲ្យខ្លាចធម្មជាតិទាំងមូលហាក់រង្គើញ័រក៏ក្រើកដោយស្នូររន្ទះជាច្រើនលើកនឹងច្រើនសាររហូតឃើញមានភ្លើងឆេះនៅតាមម្ដុំព្រៃខ្លះទំនងជាខ្លោចរោលដោយរន្ទះពីពេលណាមួយក្រោយភ្លៀងធ្លាក់ជាច្រើនម៉ោងឯលើមេឃនៅតែឮសំឡេងផ្គរឆ្លងឆ្លើយក្រហឹមក្រឹមឥតដាច់សូរស្របពេលដែលកំសួលខ្យល់ក៏នៅតែបន្តបក់បោកយល់យោគដើមឈើទៀបខ្ពស់សើមទៅទឹកមេឃវក់វីទុនសំយ៉ាកសឹងរៀបដល់ដីក្នុងរាត្រីដ៏ស្ងាត់ជ្រងំសន្ធឹកទឹកកំពុងហូរធ្លាក់រុញច្រានចាក់ពីទីខ្ពស់លាន់សូរដូចជាជ្រោះស្ទើរតែគ្រប់ទីកន្លែងតាមរបាំងច្រកព្រៃតូចធំរសាត់ផុតឆ្ពោះទៅកាន់ត្រង់ចូលបឹងប្រឡាយនៃវាលទំនាបខាងក្រោមបង្កជាពពុះខ្ចរខ្ចាយដោយអំណាចជាតិពុលនៅក្នុងទឹកដែលជាប់កខ្វក់មកជាច្រើនខែសំឡេងចង្រិតក្អុកក្អាត់និងពពួកសត្វល្អិតនៅតាមជួរភ្នំ
ក៏លន់រសាត់មករងំលីឡំសម្រាប់ប៉ះទង្គិចនៃមេឃនិងស្លឹកឈើហាក់បានคล้ายជាសូរសៀងបំពេទារិកាតូចដែលកំពុងសំងំក្នុងក្រណាត់រុំអោបជាប់នៅក្នុងដៃម្ដាយបន្តលងលក់យ៉ាងស្កប់ស្កល់ត្បិតម៉ោងទើបតែរំលងអាត្រៀតថ្មីខណៈទាំងឪពុកទាំងម្ដាយពិតកំពុងបោះជំហានដំណើរជើងទាំងភិតភ័យមើលឆ្វេងមើលស្ដាំតាមផ្លូវព្រៃខ្លាចក្រែងមានជនណាបានមកឃើញ